សួស្តីទាំងអស់គ្នាថ្ងៃនេះខ្ញុំមកបកស្រាយនៅសំណួរមួយដែលសិស្សប្អូនក៏សួរថាបងតាភាសាតេនឹងជាអីគេហើយវាសំខាន់មិនទេបានជាក្រសួងអប់រំយើងនឹងចុះបញ្ចូលវានៅក្នុងប្រព័ន្ធអប់រំរបស់ប្រទេសកម្ពុជាយើងតាមដែលបងស្រាវជ្រាវទៅភាសាតេនឹងគឺជា Program for International Student Assessment គឺជាតែអន្តរជាតិដែលបង្កើតដោយអង្គការសហប្រជាជាតិដែលសហប្រតិបត្តិការនេះជាមួយនឹងអង្គការពាណិជ្ជកម្មពិភពលោកហើយតេនេះគឺគេធ្វើជារៀងរាល់3ឆ្នាំម្ដងដើម្បីវាស់វែងសិស្សចាប់ពីអាយុ15ឆ្នាំហ្នឹងនៅក្នុងប្រទេសនីមួយៗនៅលើពិភពលោកតែម្ដងហើយវាពិសេសនោះវាមិនមែនតែវាស់វែងនៅក្នុងសភៅមកទេវាក៏ព្យាយាមវាស់វែងចំណេះដឹងរបស់សិស្សហ្នឹងនៅក្នុងការប្រើប្រាស់ចំណេះដឹងដើម្បីដោះស្រាយបញ្ហាជាក់ស្ដែងនៅក្នុងជីវភាពរស់នៅវាធ្វើឲ្យយើងនឹងមានគំនិតការវិភាគនិងគំនិតច្នៃប្រឌិតហើយគេតាក់ទងជាមួយនឹងជំនាញសិក្សាអានគណិតវិទ្យានិងវិទ្យាសាស្ត្រគឺវាពិសេសមែនតើហើយវាល្អមែនតើសម្រាប់ការអប់រំរបស់យើងបើបងគិតទៅវាអត់ពិបាកខ្លាំងហើយវាល្អទៀត